វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងគ្នាពីរបៀបឈូសគ្រឿងមិនន័យថាឈូសម៉ាស៊ីនទូរស័ព្ទដៃ Oppo ដើម្បីឲ្យវាលុបរាល់ឯកសារទាំងអស់ដូចជារូបថតវីដេអូកម្មវិធីដែលយើង download មកទាំងអស់ហ្នឹងគឺយើងឈូសឲ្យវាលុបទាំងអស់តែម្ដងបាទតោះអញ្ចឹងកុំឲ្យវែងឆ្ងាយយើងទៅអនុវត្តទាំងអស់គ្នាតែម្ដងជំនាញដំបូងបងប្អូនអូសរបស់ខាងលើមកហើយបងប្អូននឹងឃើញកន្លែងនេះសញ្ញាកងចាក់ហ្នឹងបាទយើងចុចកន្លែងសញ្ញាកងចាក់ហ្នឹងមកឲ្យទៅឃើញនៅកន្លែងណាចុចកន្លែងហ្នឹងមកដោយសារតែ version ទូរស័ព្ទដៃនីមួយៗវាខុសគ្នាបាទប៉ុន្តែនៅពេលដែលយើងចុចចូលមកក្នុង setting ហ្នឹងហើយវាស្តៀងគ្នាទេបាទអត់អីទេអូខេបន្តមកទៀតបងប្អូនអូសចូលមកក្រោមមកអូសចូលមកក្រោមបាទអូសចូលមកក្រោមឲ្យផុតមកបងប្អូននឹងឃើញការកំណត់បន្ថែមបាទអញ្ចឹងសម្រាប់បងប្អូនយើងដែលប្រើភាសាអង់គ្លេសបងប្អូនមើលរូបដែលខ្ញុំដាក់បង្ហាញនៅខាងឆ្វេងដៃរបស់ខ្ញុំហ្នឹងណាបាទសម្រាប់បងប្អូនប្រើភាសាខ្មែរមើលតាមខាងស្ដាំដៃបាទអូខេយើងចុចកន្លែងកំណត់បន្ថែមបន្ទាប់មកទៀតម្ដងកន្លែងនេះយើងអូសចូលមកក្រោមទៀតមកអូសឲ្យផុតបងប្អូននឹងឃើញពាក្យថាបំរុងទុកនិងកំណត់ឡើងវិញអញ្ចឹងយើងចុចខាងក្រោមគេបង្អស់ហ្នឹងមកបំរុងទុកនិងកំណត់ឡើងវិញបាទបន្តមកទៀតយើងក៏លេខមើលខាងក្រោមម្ដងទៀតនេះគេដាក់ថាលុបទិន្នន័យទាំងអស់ហើយគេដាក់វងកញ្ចក់កំណត់ដូចចេញពីរោងចក្រឡើងវិញបាទនេះយើងចុចកន្លែងហ្នឹងមកបន្ទាប់មកយើងត្រូវយកកន្លែងនេះលុបទិន្នន័យទាំងអស់ហ្នឹងបាទបើសិនជាយើងចង់គ្រាន់តែលុបកម្មវិធីដែលយើងបាន download មកហ្នឹងយើងចុចកន្លែងនេះទៅបាទហើយបាទតែបើសិនជាយើងចង់លុបទាំងអស់ឲ្យស្អាត memory ដោយការដែលយើងទិញថ្មីវិញបងប្អូនយកកន្លែងនេះលុបទិន្នន័យទាំងអស់ហ្នឹងមកបាទខ្ញុំយកលុបទិន្នន័យទាំងអស់បន្ទាប់មកលុបទិន្នន័យចោលពណ៌ក្រហមហ្នឹងចុចមកឥឡូវនេះគេសួរបញ្ជាក់ម្ដងទៀតណាព្រោះនៅពេលដែលយើងចុចកន្លែងលុបទិន្នន័យទាំងអស់ហ្នឹងវាបាត់ទាំងអស់ហ្មងកម្មវិធីដែលយើង download មករូបភាពវីដេអូក៏ដូចជាឈ្មោះដែលយើង save លេខទូរស័ព្ទអីចឹងណាបាទវាលុបទាំងអស់ហ្មងអញ្ចឹងមុននឹងធ្វើការឈូសយើងគិតឲ្យច្បាស់ឥឡូវយើងបន្តទៀតយើងចុចលុបទិន្នន័យចោលម្ដងទៀតមកតែវាលោតពីរដងយើងចុចម្ដងទៀតមកអូខេកន្លែងនេះបើសិនជាទូរស័ព្ទដៃរបស់យើងជាប់លេខកូដយើងដោះលេខកូដសិនមកបាទឥឡូវវាកំពុងតែចាប់ផ្ដើមលុបសម្អាតហើយបាទនេះទូរស័ព្ទរបស់គេទេគេយកមកឲ្យយើងឈូសឲ្យអញ្ចឹងគេអត់ចេះឈូសឬក៏ reset ដែលជាភាសាអង់គ្លេសគេហៅថា reset ទេបាទភាសាខ្មែរគេហៅថាឈូសគ្រឿងអីចឹងទៅបាទតាមបងប្អូនយើងហៅអញ្ចឹងឥឡូវនេះវាចាប់ផ្ដើម restart មកវិញហើយបាទអញ្ចឹងយើងរងចាំវាបាទជា 4-5 នាទីចុះយ៉ាងយូរ 4-5 នាទីហ្នឹងបាទអញ្ចឹងជំនាញបន្ទាប់ទៀតគឺវាតម្រូវឲ្យយើងធ្វើការ set up ទូរស័ព្ទដៃរបស់យើងបាទដូចពេលដែលយើងទិញថ្មីបកប្រអប់អញ្ចឹងបាទអញ្ចឹងកន្លែងនេះយើងជ្រើសរើសភាសាមកបើបងប្អូនចង់ជ្រើសរើសភាសាខ្មែរយើងអូសចូលមកក្រោមបាទគេអូសចូលមកក្រោមភាសាខ្មែរយើងវាច្រើនវានៅក្រោមគេបាទនេះអញ្ចឹងយើងយកភាសាខ្មែរអូសទៅបាទយកភាសាខ្មែរហើយយើងចុចបន្តបាទបន្ទាប់មកយើងជ្រើសរើសតំបន់យើងយកតំបន់កម្ពុជាហ្នឹងមកខាងលើគេហ្នឹងចុចបន្តទៀតអូខេហើយយើងចុចគ្រីសទាំងអស់មកវាគ្រីស2ស្រាប់ហើយយើងក្រុងគ្រីសខាងលើបន្ថែម2ទៀតមកគឺអូខេបាទយើងគ្រីសហើយយើងចុចបន្តនេះវាឲ្យភ្ជាប់ទៅកាន់ Wi-Fi ប៉ុន្តែបើសិនជាយើងអត់មាន Wi-Fi ទេយើងចុចរំលងមក
plate អូខេតមកកន្លែងនេះយើងអូសវា ផុតមកហើយយើងចុចយល់ព្រមបាទកន្លែងនេះគេសួរយើងចង់ដាក់លេខកូដសម្ងាត់ដោះសោអត់លេខកូដដោះសោឲ្យក្រងរបស់យើងហ្នឹងណាបាទហើយយើងចង់ដាក់ក៏ដាក់ទៅបើសិនជាយើងអត់ទាន់ចង់ដាក់ទេយើងចុចកន្លែងនៅពេលក្រោយនេះបាទចុចនៅពេលក្រោយហើយកន្លែងនេះវាឲ្យយើងបង្កើតគណនីបើសិនជាយើងចង់ចុះឈ្មោះក៏ចុះឈ្មោះទៅតែវាភាគច្រើនមានបណ្ណាគេចុះឈ្មោះទៅកន្លែងហ្នឹងយើងចុចនៅពេលក្រោយដែរមកកន្លែងនេះយើងចង់បិទក៏បានបើកក៏បានដែរសម្រាប់ការអាប់ដេតស្វ័យប្រវត្តិហ្នឹងខ្ញុំអត់ចង់ឲ្យវាអាប់ដេតស្វ័យប្រវត្តិអីទេអញ្ចឹងចុចបិទហើយចុចបន្ទាប់បាទកន្លែងនេះគេសួរថាយើងចង់ copy ទិន្នន័យពីទូរស័ព្ទចាស់មកអត់បើសិនជាយើងចង់យើងចុចនាំចូលពីទូរស័ព្ទចាស់ប៉ុន្តែបើសិនជាយើងអត់ចង់ទេយើងចុចបន្ទាប់ទៀតមកអូខេកន្លែងនេះយើងចុចបន្ទាប់ទៀតមកកុំគិតច្រើនបាទឥឡូវដល់ទីបញ្ចប់ហើយយើងលោតពាក្យថាស្វាគមន៍បាទអញ្ចឹងជំហានចុងក្រោយបំផុតគឺយើងចុចពាក្យថាចាប់ផ្ដើមមកវានឹងលោតចូលទៅក្នុងផ្ទាំងកម្មវិធី home screen របស់យើងតែម្ដងបាទអូខេនេះតើយើងឈ្មោះហើយវាលោតកម្មវិធីដូចដែលយើងទៅតែទិញទូរស័ព្ទថ្មីអញ្ចឹងណាបាទបងឃើញតែប៉ុណ្ណោះបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូឬក៏បងប្អូនអាចឆាតមកខ្ញុំផ្ទាល់បានអរគុណ